សូមញាតិញោមស្រីប្រុសពុទ្ធបរិស័ទទាំងអស់រីករាយជ្រះថ្លាសន្តាប់នៅកំណាព្យរឿងនាងបដាចាដែលជាវគ្គទី4សូមអនុមោទនានាងដាក់កូនធំត្រោយអាយក្មៃហើយកូនខ្ចីឆ្លងស្ទឹងថ្លាដល់ត្រោយហើយបេះស្លឹកព្រឹក្សាក្រាលផ្ដេកបុត្រាហើយត្រឡប់មកយកកូនធំនៅត្រោយអាយផិតភ័យក្នុងកាយញ័រចំប្រប់នឹកព្រួយក្នុងចិត្តសែនធុញថប់ត្រឡប់បែរមុខមើលកូនខ្ចីមានសត្វខ្លែងមួយធំចម្លែកធំប្លែកជាងសត្វខ្លែងប្រកក្ដីហើវិលក្រឡឹងចិត្តកូនខ្ចីរំពៃគិតស្មានថាមង្សានាងឃើញទះដៃស្រែកដេញខ្លាំងកូនធំភ័ន្តភាំងគិតស្មានថាម្ដាយបក់ដៃហៅរកអាត្មាស្រវាចុះទឹកលងស្លាប់ទៅចំណែកកូនខ្ចីខ្លែងឆាបយកទៅលើពពកខ្ពស់សន្ធើនាងស្ទុះឆ្លេឆ្លាក្នុងទឹកជ្រៅស្លាប់កូនគ្មាននៅសល់មួយឡើយមុខគូអាសូរនាងណាស់ណាស្រែកទូញយំថាមាសម្ដាយអើយម្ដាយបាននរណាពឹងជាត្រោយកូនអើយអ្នកស្លាប់ចោលមេត្តាម្ដាយខំដឹកដៃពោថ្នាក់ថ្នមម្ដាយខំបីបងថែរក្សាឥឡូវកម្មកូនសូនជីវ៉ាព្រាត់ចោលមេត្តាស្លាប់បាត់ឈឹងពីថ្ងៃនេះទៅខ្លួនមេត្តាពុំខ្សានចិន្តាទុកតានតឹងស្លាប់កូនស្លាប់ប្តីកម្មអីនឹងបើម្លឹងទ្រូងម្ដាយរស់ខ្លោចផ្សារួចទៅនាងឆ្លងផុតស្ទឹងនោះដើរឆ្ពោះទៅជួបប្រុសឯកានាងស៊ូថាអ្នកមកពីណាគេថាខ្ញុំមកពីសាវត្ថីនាងស៊ូថាអ្នកស្គាល់បិតាញាតិកានៃខ្ញុំដែរឬអីគាត់ជាអ្នកមានធនធានល្បីធ្វើជាសេដ្ឋីក្រុងនោះណាប្រុសនោះប្រាប់ថាអោអ្នកស្រីសេដ្ឋីបិតានិងមេត្តានៃអ្នកភ្លើងឆេះស្លាប់អាត្មាយប់មិញនេះណាគ្មានសល់ឡើយខ្យល់ខ្ជុះបក់ផ្ទះភ្លើងឆេះអស់គ្មានសល់របស់អ្វីសោះឡើយខ្ញុំកំពុងស្ដាយពុំទាន់ស្បើយមើលចុះនោះហើយឃើញតែផ្សែងនាងស្ដាប់សັບច្បាស់ផ្ទះដើមទ្រូងស្រែកទូញរលូងឮក្ដែងក្ដែងអោកម្មអ្វីឲ្យផ្ដល់ជាក់ស្ដែងពេកពេលចំបែងទ្រូងខ្លោចផ្សាស្លាប់ឪពុកម្ដាយកូនសូនឈឹងមិនដឹងជាទីពឹងអ្នកណាមានតែខ្លួនមួយព្រួយចិន្តាអោនេះចំជាទ្រូងស្ទើប្រេះនាងព្រួយច្រើនត្រួតឆ្កួតវងវែងកម្មប្រេងមកដល់ក្នុងពេលនេះ
ភ្លេចសំពួតអាវរបូតបេះគ្មានចេះការពារគេនិន្ទាអ្នកផងឃើញអាក្រាតដូចឆ្នោះអៀនខ្មាស់ព្រោះខុសស្រីនានាទៅដេញចោលនាងតែរាល់គ្នាគូឲ្យវេទនាអណែកលុនជួនជាគ្រានោះព្រះសាស្តាកំពុងទេសនាប្រោះពួកជនដោយហេតុកុសលពីជាតិមុនបន្ទន់ចិត្តនាងឲ្យដើរចំដល់ហើយឈរក្រោយក្រុមបរិស័ទដែលស្កាត់មកស្ដាប់ធម៌ឧត្តមបរិស័ទឃើញភ្លាមដេញបង្ខំគុំឲ្យឈរយំចិត្តសាស្តាព្រះអង្គកាលតតឃើញហេតុនោះទ្រង់មានអនុគ្រោះត្រាស់តបថាគុំខាត់រូបនាងបដាចាបើកឲ្យយាត្រាចូលមកអាយមហាជនលែងដេញលែងខាត់ខាំងនាងដើរចូលទាំងអាក្រាតកាយអង្គុយចំភៈស្រស់ពុនរាយស្ដាប់ធម៌ស្ងប់កាយស្ងប់ចិន្តាលុះស្ដាប់ធម៌ព្រះប្រែស្មារតីជាស្រីលែងស្គូតលែងលីលាពួកជនឲ្យសំពុតពៀនីរំពាត់អង្គារំពេចក្មៃលុះនាងស្លៀកហើយទូលព្រះអង្គសូមទ្រង់ប្រោះប្រានត្រាប្រណីត្បិតខ្ញុំខ្សត់លើសអស់ស្រីស្រីមានប្តីស្លាប់ក្នុងព្រឹក្សាកូនប្រុសធំលូនលងទឹកស្លាប់កូនខ្ចីខ្លែងចាប់ជាអាហារចំណែកមេត្តានិងបិតាខ្សិនខ្សៃជីវ៉ាអស់សូនឈឹងខ្លួនខ្ញុំនេះគ្មានអ្នកឯណាពុំអ្នកអាត្មាក្រាន់ទីពឹងឲ្យបាត់ទុកព្រួយក្នុងគ្រានឹងសូមពឹងព្រះអង្គស្មើជីវិតព្រះពុទ្ធទ្រង់មានពុទ្ធដីកាណែបដាចានាងគុំគិតទីពឹងទាំងនោះឃើញខុសពិតចូលគិតលះបង់ដោយប្រាជ្ញារបស់ទាំងនោះតែងវិនាសនិរាសព្រាត់ប្រាសជាធម្មតាចំណែកមនុស្សសត្វសង្ខារាគ្មានអ្នកឯណាបានសុខឡើយនេះព្រោះតែសាងកម្មអកុសលឲ្យបានទុកទល់មិនបានស្បើយដូច្នេះចូលនាងគុំកន្តើយចូលធ្វើឲ្យស្បើយចាកទុក្ខាចូលនាងទីពឹងនៅព្រះពុទ្ធព្រះធម៌បរិសុទ្ធសឹងថ្លៃថ្លាទីពឹងព្រះសង្ឃទ្រង់សីលានឹងរួចទុក្ខាពុំខានឡើយព្រះអង្គសម្ដែងច្រើនប្រការលុះចប់ទេសនាពេលណាហើយនាងលុះសោតតាបានសុខស្បើយរួចហើយសំបុះពេលនោះណា
បដាចារាភិក្ខុនៃជាស្រីមិនយូរកាលវេលាសម្រេចអរហន្តក្នុងចិន្តាដោយសារទីពឹងព្រះពុទ្ធថ្លៃរឿងនាងបដាចានេះឯងរៀបរាប់សង្ខេបបំព្រួយនៃឆ្នេះសូមអស់លោកឲ្យអភ័យទោះបីគុំបីនិនទាឡើយសូមអនុមោទនាសូមអនុមោទនាកំណាព្យរឿងនាងបដាចានេះខ្ញុំព្រះករណាភិក្ខុកុសលោនូនពិនដកស្រង់ចេញពីសៀវភៅ365កវីភាគទី2សូមអនុមោទនា